ជាបាល់រោគច្រណែនឃើញគេបានល្អអបអរនឹងគេទៅកុំច្រណែនគេអីច្រណែនទៅបានតែក្តៅក្រហាយចិត្តអត់ប្រយោជន៍ហើយមានបាបទៀតគេប្រឹងគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅតែបើគេបានដោយទុច្ចរិតយើងគួរមានចិត្តសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញយើងមិនត្រេកអរទេហើយក៏គ្មានអីត្រូវច្រណែននឹងគេមានតែគួរអាណិតគេវិញខ្សែជីវិតមនុស្សម្នាក់ៗនៅលើផែនដីនេះមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីគេជួបរឿងគេយើងជួបរឿងយើងជួបរឿងណាប្រឹងដោះរឿងនឹងទៅហើយបើដោះបានប៉ុណ្ណាសប្បាយចិត្តនឹងប៉ុណ្ណឹងទៅកុំមួម៉ៅគ្មានបានអីផងបានតែកើតទុកថែមអ្វីមិនចេះតែបានតាមចិត្តយើងចង់ទេមិនដឹងថាបានសាងកម្មអីពីមុនមកទើបជួបរឿងមិនល្អបែបនេះទ្រាំទៅហើយប្រឹងសាងល្អពីថ្ងៃនេះតទៅកុំស្ដីបន្ទោសអ្នកណាឡើយទម្លាប់ផ្ដោតសេចក្តីស្រឡាញ់ដល់ខ្លួនឯងឲ្យបានរឿយថាអហង្សុខិតោហោមិសូមឲ្យខ្ញុំបានសុខសូមឲ្យខ្ញុំបានសុខទន្ទិញក្នុងចិត្តរឿយរហូតចិត្តអ្នកបានត្រជាក់ស្ងប់រីករាយតាមផ្លូវចិត្តរួចបន្តផ្សាយសេចក្តីស្រឡាញ់នោះដល់មនុស្សជុំវិញខ្លួនដោយពាក្យថាសព្ពេសត្តាអវេរីហោនតោសូមឲ្យសពសត្វទាំងឡាយកុំមានពៀនឹងគ្នាអ្នកនឹងក្លាយជាមនុស្សទឹកខ្លួនឯងក៏ត្រជាក់អ្នកដទៃក៏ត្រជាក់ជាមួយនឹងយើងដែរគេឈ្នាននេះខ្ញុំខំធ្វើល្អណាស់នៅតែមានគេច្រណែននិន្ទាខ្ញុំនិយាយអាក្រក់ពីខ្ញុំគេឌឺដងដាក់ខ្ញុំបង្ខូចខ្ញុំរហូតបើអ្នកធ្វើល្អអ្នកជាមនុស្សល្អហើយបើគេច្រណែនអ្នកគេអាក្រក់ខ្លួនគេមិនពាក់ព័ន្ធនឹងគ្នាទេតែបើអ្នកមួម៉ៅនឹងគេអ្នកក៏អាក្រក់ជាមួយគេដែរបើគេហុចភ្លើងឲ្យអ្នកទទួលឬមិនទទួលជាសិទ្ធិរបស់អ្នកគេឌឺដងចង់ឲ្យអ្នកក្តៅហើយបើអ្នកក្តៅមែនមានន័យថាអ្នកធ្វើតម្រូវចិត្តសត្រូវអ្នកហើយគេមានឥទ្ធិពលលើជីវិតអ្នកហើយកុំបណ្ដោយឲ្យអ្នកដទៃមកកំណត់សុខទុក្ខក្នុងចិត្តអ្នកឡើយសាងកម្លាំងចិត្តអត្ថបទនេះរៀបរៀងដោយព្រះភិក្ខុវជ្ជរបញ្ញោគូសុភាពជីវិតខ្ញុំជួបទុក្ខច្រើនម្ល៉េះត្រឹមត្រូវហើយជីវិតមានទុក្ខអីចឹងឯងគ្មាននរណាជៀសរួចទេគេជួបរឿងគេយើងជួបរឿងយើងមិនដូចគ្នាទេកុំប្រៀបធៀបគ្នាអីប្រឹងដោះឲ្យអស់ពីលទ្ធភាពទៅកុំត្អូញត្អែពេកអីត្អូញត្អែទៅបានតែកើតទុក្ខថែមម្នាក់សុទ្ធតែធ្លាប់ធ្វើបាបខ្លះបុណ្យខ្លះព្រោះហេតុដូច្នោះហើយបានជាជួបរឿងល្អខ្លះមិនល្អខ្លះប្រឹងដោះស្រាយទៅរួចបន្តដំណើរទៅមុខទៀតចំណីខួរក្បាលព័ត៌មានដែលអ្នកនាំចូលមកក្នុងខួរក្បាលអ្នកមនុស្សដែលនៅក្បែរអ្នកជាប្រចាំនិងរបៀបគិតរបស់អ្នកផ្ទាល់មានឥទ្ធិពលខ្លាំងណាស់លើផ្លូវចិត្តរបស់អ្នកទម្លាប់រំលឹករឿងល្អអានឬមើលរឿងដែលនាំឲ្យកើតកុសលនៅក្បែរមនុស្សដែលមានចិត្តគំនិតវិជ្ជមាននៅក្នុងកន្លែងដែលនាំឲ្យអ្នកបានចម្រើនចិត្តរៀនគិតត្រូវ
សុខភាពផ្លូវចិត្តអ្នកនឹងបានរឹងមាំឡើងអ្វីមិនចេះតែបានតាមចិត្តអ្នកចង់រហូតទេមនុស្សមិនល្អគ្រប់10ទេគេមិនចេះតែធ្វើត្រូវចិត្តអ្នករហូតទេរឿងខ្លះមិនបានដូចបំណងអ្នកទេអ្វីកើតតាមហេតុរបស់វាបើអ្នកមានបុណ្យច្រើនមានបញ្ញាច្រើនការងារបានសម្រេចដោយបំណងច្រើនតែបើអ្នកខ្សោយបុណ្យអ្នកពិតជាលំបាករៀនទទួលស្គាល់ការពិតកុំដាស់ក្តីសង្ឃឹមខ្លាំងពេកព្រោះពេលមិនបានអ្នកពិតជាកើតទុក្ខខ្លាំងណាស់សង្ឃឹមខ្លាំងពេលមិនបានខកចិត្តក៏ខ្លាំងដែរសង្ឃឹមចុះតែត្រូវទម្លាប់ប្រាប់ខ្លួនឯងថាបើបានក៏ទទួលបើមិនបានក៏ត្រូវតែហ៊ានប្រឈមមុខអ្វីមិនចេះតែបានជោគជ័យរហូតទេជីវិតមានទាំងល្អមានទាំងមិនល្អត្រៀមចិត្តទទួលទាំងពីរសូមកុំផ្ញើសេចក្តីសុខរបស់អ្នកទាំងស្រុងទៅលើមាត់អ្នកដទៃឬទ្រព្យសម្បត្តិកិត្តិយសគេឈ្មោះឡើយរបស់ខាងក្រៅមិនអាចធានាសេចក្តីសុខបាន 100% ទេភាពត្រជាក់ត្រជុំផ្លូវចិត្តសេចក្តីល្អគុណធម៌ទឹកចិត្តមេត្តាករុណាសតិបញ្ញាជាជំរកដ៏ត្រជាក់នៃជីវិតម្នាក់រវល់ណាស់រកថ្ងៃស្លាប់សឹងតែមិនបានអ្នកខ្លះប្រឹងពេកស្លាប់ទៅទាំងដៃទៅទេមិនបានធ្វើល្អអ្វីសោះជីវិតមិនទៀងទាត់ទេកុំចាំពេលនេះពេលនោះអីឆ្លៀតសាងល្អពីថ្ងៃនេះអីហើយរៀនធ្វើទានរក្សាសិលស្ដាប់ធម៌ធ្វើសមាធិរឿយគ្រាន់បានជាទ្រព្យជាប់តាមខ្លួនមានប៉ុណ្ណាល្បីប៉ុណ្ណាខ្ពស់ប៉ុណ្ណាក៏មិនចេះគ្រប់ដែរភ្លើងមិនដែលឆ្អែតដោយអុសសមុទ្រមិនឆ្អែតដោយទឹកសេចក្តីប្រាថ្នារបស់មនុស្សមិនចេះស្កប់ស្កល់ឡើយសុំកុំបណ្ដោយឲ្យភាពលោភលន់ដឹកនាំអ្នកឲ្យប្រព្រឹត្តអាក្រក់ឡើយព្រោះវាមានពីវិរិយវែងឆ្ងាយខំរកទ្រព្យដោយសុចរិតហើយរីករាយចំពោះអ្វីដែលអ្នកមានហើយចែករំលែកទ្រព្យខ្លះជាទានដើម្បីបានជាកំណប់បុណ្យទៅថ្ងៃអនាគតបើគេបានជាងអ្នករៀនត្រេកអរនឹងគេទៅសាងកម្លាំងចិត្តអត្ថបទនេះរៀបរៀងដោយព្រះភិក្ខុវជ្របញ្ញោគូសុភាពអ្នកណាក៏ធ្លាប់ខុសដែរគ្មាននរណាម្នាក់ល្អ 100% ទេជាពុទ្ធជនតែងផ្លត់ស្និទ្ធសាងកំហុសខ្លះមិនខានបើខុសត្រូវហ៊ានទទួលកំហុសសុំអភ័យទោសពីគេហើយតាំងចិត្តកែប្រែកុំទម្លាប់ពេចកែឬលាក់បាំងអីមិនជារឿងល្អទេកំហុសចាត់ទុកជាមេរៀនតែកុំឲ្យខុសដដែលព្រះពុទ្ធទ្រង់ចាត់ទុកអ្នកចេះកែប្រែកំហុសថាជាបណ្ឌិតឈានទៅមុខរឿងណាកន្លងហួសទៅហើយអនុញ្ញាតឲ្យវាចេញពីអ្នកទៅកុំសូវរំរើសរំលើងវាអីនាំតែក្តៅក្រហាយចិត្តយកវាជាមេរៀនជាបទពិសោធន៍ជីវិតតែកុំដាក់ច្រវាក់ខ្នោះខ្លួនឯងជាមួយគុកអតីតកាលឡើយអនាគតដ៏ភ្លឺស្វាងកំពុងរងចាំអ្នកបើអ្នកសម្រេចចិត្តចាប់ផ្ដើមសារជាថ្មីសន្សំភ្លើងអ្នកខ្លះសន្សំភ្លើងរាល់ថ្ងៃហើយចេះតែស្រែកថាក្តៅណាស់
ភ្លើងកំហឹងភ្លើងច្រណែនភ្លើងកំណាញ់ភ្លើងគុំគួនភ្លើងស្ដាយភ្លើងភ័យភ្លើងរវើរវាយភ្លើងហួងហែងភ្លើងប្រកាន់ភ្លើងអំនួតបើភ្លើងនៅក្នុងចិត្តអ្នកច្រើនទោះបីអ្នកនិមន្តលោកស្រោចទឹក100វ៉ាត់ទៀតក៏មិនត្រជាក់ដែរសម្បកក្រៅมันអាចវាស់វែងសុខុមាលភាពផ្លូវចិត្តបានទេពិតណាស់ថារស់នៅត្រូវការទ្រព្យជាចាំបាច់តែទ្រព្យมันអាចធានាសេចក្តីសុខទាំងស្រុងបានទេអ្នកមានទ្រព្យច្រើនគ្នានៅតែត្អូញត្អែពីទុក្ខសោករបស់ខ្លួនមានទ្រព្យផងមានធម៌ផងទើបបានសេចក្តីសុខរៀនអប់រំចិត្តស្ដាប់ធម៌ធ្វើសមាធិបង្ហាត់ចិត្តឲ្យស្ងប់ជីវិតនឹងមានភាពត្រជាក់ត្រជុំច្រើនជៀសមិនរួចសុខទុក្ខសរសើរនិន្ទាចំណេញខាតជោគជ័យជួបប្រត់ជារឿងធម្មតាគ្មានអ្វីចម្លែកទេរៀនទទួលយកទាំងពីរកុំធ្ងោពេកអីធ្ងោទៅបានតែកើតទុកថែមបើជួបហើយដោះទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងអ្វីមិនចេះតែបានតាមចិត្តរហូតទេទុកមិនទៀងដូចអ្វីផ្សេងទៀតដែរទុកសោកនឹងរឿងរ៉ាវមិនល្អដែលកើតឡើងនឹងសាបរលត់ទៅវិញបើអ្នកមិនសូវរំលឹករំលើងវារឿងណាហួសហើយអនុញ្ញាតឲ្យវាចាក់ចេញពីអ្នកទៅអ្នកអាចយកបញ្ហានោះជាបទពិសោធន៍តែកុំដាក់ខ្នោះខ្លួនអ្នកនៅក្នុងគុកអតីតកាលឡើយព្រមឲ្យវាចាក់ចេញពីអ្នកទៅកុំខាត់វានៅក្នុងចិត្តអ្នកយូរពេកឡើយបើអ្នកបង្ខំឲ្យអ្វីគ្រប់យ៉ាងបានដូចចិត្តអ្នកប្រាថ្នាគ្រប់ពេលអ្នកនឹងរងទុក្ខខ្លាំងមិនខានព្រោះអ្វីកើតឡើងតាមហេតុរបស់វាមិនតម្រូវតាមចិត្តរបស់អ្នកចង់ទេប្រាថ្នាចង់បានល្អតែបើមិនបានក៏ត្រូវតែហ៊ានទទួលហើយប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងរៀនទទួលយកការពិតទើបមិនសូវកើតទុក្ខខ្លាំងអ្នកខ្លះព្យាយាមយល់ពីអ្នកខ្លះទៀតមិនខ្ចីយល់ពីអ្នកទេទោះបីអ្នកប្រឹងពន្យល់យ៉ាងណាក៏ដោយព្យាយាមប្រាប់ពីបំណងអ្នកបើគេមិនចង់យល់ទេកុំខូចចិត្តអីលើលោកនេះមានមនុស្សប្រភេទនឹងខ្លះដែរយើងមិនអាចបង្ខំការគិតរបស់គេបានទេ